ថ្ងៃនេះដែរខ្ញុំមកចែកម្លែកបងប្អូនពីការធ្វើជាមួយនឹងចេកកមួនស្រូបនឹងខ្ទិះដូងបងប្អូនហ្នឹងហើយបងប្អូនណាខ្លះដែលគាត់ធ្លាប់ធ្វើហើយបងប្អូនណាខ្លះដែលគាត់មិនធ្លាប់ធ្វើបើសិនជាបងប្អូនអត់ធ្លាប់បានធ្វើទេបងប្អូនអាចតាមដានមើលវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់បានណាចាជំរាបសួរសំណាប់ចិត្តសំណាប់បេះដូងបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងបងប្អូនទាំងអស់គ្នាមកជួយជាមួយនឹងអាចារ្យលីម្ដងទៀតណាហើយជាសម្រាប់ការធ្វើផ្អែមមុខហ្នឹងបងប្អូនគឺថាអត់មានចំណាយទិញដើមទុននេះទេគឺថាដើមទុនមានតែជាមួយម្សៅឆានិងស្ករសប៉ុន្តែជាមួយនឹងម្សៅឆាស្ករសរបស់យើងក្នុងផ្ទះបាយយើងមានស្រាប់អីអញ្ចឹងណាបងប្អូនចាហើយសម្រាប់ជជែកគឺថាគឺជជែកខ្លួនឯងស្រាប់ចឹងត្មងហើយដូងក៏ជាដូងយើងដើមមិនមានអីអញ្ចឹងណាបងប្អូនចាស្លឹកតយស្លឹកខ្ទឹមអីអញ្ចឹងទៅគឺថាយើងមានដាំអីអញ្ចឹងទៅចាហើយសម្រាប់ជាគ្រឿងផ្សំបងប្អូនឃើញនឹងគ្មានការញ៉ៃសាំញ៉ាំអីទេចេកកមួនកាលពីមុនខ្ញុំធ្លាប់ធ្វើជាស្ងោរអញ្ចឹងណាបងប្អូនចាដែរយកទៅធ្វើអីផ្សេងទេប៉ុន្តែនឹកឃើញថាចង់ធ្វើជាមួយនឹងស្រូបជាមួយនឹងខ្ទិះដូងទៅក៏នឹកឃើញថាចេកកមួនសាច់ក៏វាឆ្ងាញ់ដែរថាសាច់វារៀងស្អិតល្មួតហើយរៀងច្របនិយាយមែនបងប្អូនគឺថាខ្ញុំចូលចិត្តហើយជាដំបូងហ្នឹងគឺថាចាប់ផ្ដើមយកចេកយើងយកមកស្ងោរសិនបងប្អូនចាមុននឹងស្ងោរទៅដាក់ដាំទឹកសិនហើយដាក់ទឹកឲ្យពុះអញ្ចឹងក៏យើងក៏ដាក់ជាមួយស្លឹកតយចូលហើយក៏ដាក់ចេកចូលទៅហើយបងប្អូនកុំភ្លេចថែមអំបិលមកចាប់អីផងណាដើម្បីឲ្យគេថាសាច់ចេកយើងគឺមានរាងជាតិរាងឡមតិចហើយវាថាដាក់ស្ងោរជាមួយស្លឹកតយនិយាយពីថាជះចំហាយផ្សែងគឺថាឡើងឈ្ងុយជាមួយស្លឹកតយមែនណាបងប្អូនហើយសម្រាប់គឺការចេករបស់ខ្ញុំហ្នឹងគឺថាខ្ញុំទុករៀងទុំរៀងចូលបន្តិចបងប្អូនអត់រឹងពេកពីនិយាយថាសាច់ឡើងផ្អែមហើយគឺថាឆ្ងាញ់មែនតែនបងប្អូនណានិយាយថាតម្រាំតបាននឹងរួចបកធ្វើផ្អែមហ្នឹងនិយាយពីថាហូបភ្លក់ហ្នឹងឡើងអស់4 5ផ្លែបាត់ហ្នឹងហើយសម្រាប់ការចេកកមួនហ្នឹងនិយាយទៅបងប្អូនទៅថាយើងហូបឆៅដូចជាមួយចេកណាំវ៉ាទេបើចេកណាំវ៉ាយើងអាចហូបឆៅបានណាសម្រាប់ចេកកមួនហ្នឹងគឺថាបានតែស្ងោរទេកាលណាយើងយកទៅស្ងោរទៅពេលដែលហូបគឺថាឆ្ងាញ់សាច់ចេកឆៅគឺថាហូបអត់កើតទេដល់ពេលអញ្ចឹងទៅមើលតែស្ងោរចុះតិចចុះអីហើយអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមយកចេកហ្នឹងមកបកទៅបងប្អូនចាហើយសម្រាប់ការចិតហ្នឹងគឺថាខ្ញុំចិតតែចេកមួយចិតតែជា2 ទេបងប្អូនដោយសារចេកវារៀងតូចដែរបើសិនជាចេកធំអញ្ចឹងយើងអាចឆ្នៃចិតជា3ចិតជា4នេះអញ្ចឹងបានហើយពីថាសាច់ចេកបែបយើងធម្មជាតិអីអញ្ចឹងបងប្អូនណានិយាយពីថាសាច់ឡើងលឿងល្អឡើងលឿងដូចមាសអញ្ចឹងណាបងប្អូនហើយពីនិយាយថាសាច់វារៀងច្របនិយាយថាអូនិយាយថាឆ្ងាញ់មែនតើថាបើនិយាយរួមគឺថាមិនបាច់នឹងស្រូបធ្វើជាមួយនឹងខ្ទិះដូងក៏សាច់គោយើងស្ងោរដាក់ជាមួយអំបិលឡមអញ្ចឹងក៏ឆ្ងាញ់ដែរបងប្អូនហើយដល់ឥឡូវគឺថាជាមួយចេកហ្នឹងគឺថាខ្ញុំបានចិត្តបានអីហើយរួចអស់ហើយអញ្ចឹងបងប្អូនចាហើយជាមួយដូងក៏យើងបានកោសបានអីហើយស្រាប់អីហើយបងប្អូនជាមួយនឹងខ្ទិះដូងបើសិនជាចង់ច្បាច់ឲ្យចេញល្អនិយាយទៅដាក់ដាំទឹកក្តៅរៀងអ៊ុនយកមកចាក់ជាមួយនឹងសាច់ដូងអញ្ចឹងបងប្អូនចាហើយច្បាច់វាអញ្ចឹងគឺថាខ្ទិះដូងគឺថាចេញល្អមែនតែនចាឥឡូវថាជាមួយនឹងខ្ទិះដូងគឺថាខ្ញុំច្បាច់ហើយឥឡូវគឺថាចាប់ផ្ដើមដាក់ដាំទឹកខ្ទិះធ្វើជាមួយនឹងទឹកសូបជាមួយនឹងចេករបស់យើងអញ្ចឹងណាបងប្អូនចាហើយគឺថាខ្ញុំប្រើជាមួយនឹងខ្ទិះដូងសុទ្ធហ្មងបងប្អូនគឺថាអត់មានប្រើជាមួយទឹកជាមួយអីទេចាឥឡូវគឺថាបង្កើនក្លិនឲ្យបានកាន់តែឈ្ងុយថែមទៀតបងប្អូនកុំភ្លេចបន្ថែមជាមួយនឹងស្លឹកតយដាក់ដាំទៅបងប្អូនឲ្យនិយាយពីថាក្លិនគឺថាឈ្ងុយហើយមើលតែទឹកខ្ទិះខ្ញុំពុះខ្ញុំក៏ដាក់ជាមួយនឹងស្ករសចូលទៅបងប្អូនហើយកុំភ្លេចមួយថែមមួយអំបិលមកចាប់ផងណាបងប្អូនហើយនិយាយថាស្ករសគឺថាมันកំណត់បរិមាណបងប្អូនចង់បានរសជាតិផ្អែមប៉ុណ្ណាបងប្អូនធ្វើប៉ុណ្ណឹងទៅចាហើយសម្រាប់ដូចជាម្សៅឆាគឺថាខ្ញុំប្រើជាមួយចំនួន1ស្លាបព្រាបាយអញ្ចឹងដល់ពេលក៏ដាក់លាយជាមួយទឹកអញ្ចឹងកូរឲ្យសព្វអញ្ចឹងក៏យកមកចាក់ជាមួយនឹងទឹកខ្ទិះរបស់យើងចូលទៅបងប្អូនចាហើយពេលដែលពុះហើយបងប្អូនត្រូវតែបិទភ្លើងភ្លាមកុំឲ្យម្សៅឆារបស់យើងកកឲ្យទៅបងប្អូនត្រូវតែព្យាយាមកឲ្យសព្វគ្នាដើម្បីឲ្យខាប់អីអញ្ចឹងបងប្អូនហើយមើលទៅរៀងអន់ត្រជាក់ហើយអញ្ចឹងទៅខ្ញុំក៏ចាក់ជាមួយស្លឹកខ្ទឹមនឹងចូលទៅបងប្អូនហើយពីនិយាយថាស្លឹកខ្ទឹមនិយាយរួមគឺថាកាន់តែច្រើនគឺថាកាន់តែឈ្ងុយឥឡូវគឺថាបានរួចរាល់អស់ហើយមានតែប៉ុណ្្នឹងទេបងប្អូនចាហើយក៏យើងយកជាមួយចេកហើយនឹងយកមកស្រូបជាមួយនឹងទឹកខ្ទិះរបស់យើងទៀតទៅបងប្អូននិយាយថាក្លិនឈ្ងុយជាមួយស្លឹកតយផងឈ្ងុយជាមួយស្លឹកខ្ទឹមផងនិយាយពីថាបងប្អូននិយាយពីថាឈ្ងុយឡើង10 20ភូមិណោះហើយសម្រាប់ការធ្វើចេកជាមួយស្រូបខ្ទិះហ្នឹងបងប្អូនចង់ធ្វើជាចេកណាំវ៉ាក៏បានដែរបងប្អូនប៉ុន្តែมันអាចធ្វើជាមួយនឹងធ្វើជាចេកទុំជោបានដែរគឺថាយកត្រឹមហឹងឈប់ល្មមអញ្ចឹងពេលដែលយើងស្រូបជាមួយខ្ទិះហ្នឹងគឺថារសជាតិនិយាយថាឆ្ងាញ់រៀងច្របហើយប៉ះជាមួយខ្ទិះឈ្ងុយផ្អែមឯទៀតអីអញ្ចឹងណាបងប្អូនចាហើយការធ្វើជាមួយនឹងចេកកមួនស្រូបនឹងខ្ទិះដូងរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងប្អូនដែលរាល់ការតាមដានវីដេអូរបស់ខ្ញុំជូនពរបងប្អូនហេងទាំងអស់គ្នាបាយបាយ